សួស្តីបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំបានមកបាញ់ថ្នាំស្រូវទៀតហើយការបាញ់លើកនេះរៀងធ្វើដំណើរវែងឆ្ងាយបន្តិចរហូតដល់50 60 គីឡូហើយមកបាញ់ផ្ទៃដីតែ15ហត្ថទេអត់ចំណេញទេប៉ុន្តែជាទំនោរខុសត្រូវដោយសារគាត់ជាមួយហើយដីគាត់ទាំងអស់100ហត្ថគ្រាន់តែនេះគឺជាដីដែលចុងក្រោយគេនៅសល់តែ15ហត្ថទេអញ្ចឹងយើងត្រូវតែមកបាញ់ហើយរៀបចំដ្រូនអីហើយរៀបនឹងបាញ់ហើយឥឡូវមេឃចាប់ដើមភ្លៀងអញ្ចឹងបន្ទាប់ពីភ្លៀងមកខ្យល់ម្ដងអញ្ចឹងយើងអង្គុយចាំរហូតដល់ទៅជិត1ម៉ោងដែរបានមេឃចាប់ដើមរៀងស្ងប់បន្តិចហើយរៀបប្លង់រៀបអីរួចដីនេះ15ហត្ថតែគាត់សុំឲ្យបាញ់ចែកជា3ប្លង់អញ្ចឹងនេះគឺជាថ្នាំរបស់គាត់អញ្ចឹងគាត់បាញ់ថ្នាំមួយឈុតប៉ុណ្ណេះគឺ1ហត្ថកន្លះហើយរៀងក្រែលដែរគាត់ដាក់ថ្នាំតកៅថ្នាំសត្វល្អិតហើយនឹងថ្នាំជំងឺចូលគ្នាតែម្ដងអញ្ចឹងនេះថ្នាំជំនួយរបស់គាត់គឺខ្មៅមែនទែនហើយក៏ស្អិតខ្លាំងដែរអញ្ចឹងយើងបាញ់មានការប្រុងប្រយ័ត្នតិចវាអាចនឹងឆាប់ប៉ះពាល់ដ្រូនហើយបាញ់នេះគឺមេឃខ្យល់ខ្លាំងមែនទែនខ្ញុំសុំគាត់ដែរថាចាំព្រឹកស្អែកចាំបាញ់ទៅតែគាត់ថាស្អែកគឺរវល់អញ្ចឹងដាក់ទៅខ្យល់មិនក៏ខ្យល់ទៅអញ្ចឹងមានតែតាមដំណើរហើយថ្នាំរបស់គាត់នេះខ្មៅផងហើយមេឃខ្យល់ទៀតអញ្ចឹងខ្ញុំដាក់ដំណក់ទឹករហូតដល់ទៅ500ដើម្បីកុំឲ្យប៉ើងខ្យល់ហើយបាញ់នេះគឺអាណិតដ្រូនមែនតើថ្នាក់ដ្រូនហោះឡើងប៉ែលបាទខុសបន្ទាត់មួយសាហើយយើងមើលតែខ្យល់ដើមស្ដៅនេះដឹងហើយថាខ្យល់ខ្លាំងប៉ុណ្ណាសុំគាត់ស្អែកដែរតែគាត់អត់ព្រមអញ្ចឹងមានតែតាមដំណើរទៅអញ្ចឹងឃើញហើយនេះគឺខ្យល់ខ្លាំងមែនតើអញ្ចឹងចេះតែអង្គុយចាំឲ្យមេឃស្ងប់ដែរតែមេឃអត់ព្រមស្ងប់មានតែតាមដំណើរហើយដោយសារឆ្ងាយខ្លាំងអញ្ចឹងជើងអត់ត្រូវការដេកទេប្រញាប់ទៅបាញ់មកកន្លែងទៀតឥឡូវដ្រូនចុងក្រោយអីអញ្ចឹងអូនគាត់ថតវីដេអូលេងហើយខ្ញុំអង្គុយវិជាដ្រូននោះហើយឥឡូវយើងក៏រៀបចំបាញ់រួចអស់ដែរឥឡូវដ្រូនចុះមកវិញហើយបាញ់រួចបានមេឃចាប់ផ្ដើមស្ងប់ខ្យល់បើក៏ទៅមេឃអត់សហការទេថ្ងៃហ្នឹងអញ្ចឹងបន្ទាប់ពីរៀបចំរួចអីរួចគិតលុយអីរួចហើយឥឡូវយើងចេញទៅផ្ទះវិញហើយអញ្ចឹងជួបគ្នានៅ10ថ្ងៃក្រោយទៀតបាទអរគុណច្រើន